បាទជម្រាបសួរពុកម៉ែបងប្អូនជួបជាមួយខ្ញុំបាទម្ដងទៀតហើយទាក់ទងនឹងការធ្វើម្ហូបជូនពុកម៉ែបងប្អូនបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរតើរីករាយទស្សនាទាំងអស់គ្នាផងដែរបាទចំពោះមុខម្ហូបថ្ងៃហ្នឹងគឺខ្ញុំបាទចៀនត្រីញ៉ាំជាមួយជ្រក់ត្រសក់ផងដែរបាទឥឡូវនេះខ្ញុំបានមកដល់ទីតាំងផ្សារហើយពុកម៉ែបងប្អូនឥឡូវខ្ញុំកំពុងតែរកទិញត្រីបាទចំពោះត្រីថ្ងៃហ្នឹងគឺខ្ញុំទិញត្រីកោះហែបាទត្រីកោះហែខ្ញុំបានឲ្យគាត់បាទធ្វើរួចរាល់ហើយពុកម៉ែបងប្អូនបាទឥឡូវនេះខ្ញុំរងចាំគាត់ឲ្យត្រីយកមកយកអាហ្នឹងកន្លះគីឡូទេបងវិញទៀតហើយនឹងជ្រក់ស្បែកកន្លះគីឡូដែរបាទចាំបាទពុកម៉ែបងប្អូនឥឡូវនេះខ្ញុំឲ្យគាត់ខ្ចប់បាទជ្រក់ស្ពៃឲ្យខ្ញុំហើយនឹងជ្រក់ត្រសក់ផងដែរបាទចំពោះជ្រក់ស្ពៃបាទខ្ញុំយកកន្លះគីឡូហើយនឹងជ្រក់ត្រសក់ខ្ញុំយកកន្លះគីឡូផងដែរបាទមកណាត់ទៅកាន់តិចបាទបន្ទាប់ពីខ្ញុំត្រឡប់មកពីផ្សារដល់ផ្ទះបាទខ្ញុំចាប់ផ្ដើមបាទលាងសម្អាតត្រីឲ្យស្អាតតែម្ដងបាទចំពោះត្រីនេះគឺខ្ញុំឲ្យខាងអ្នកលក់ត្រីគាត់សម្អាតបាទអង្កន់ឲ្យហើយស្រេចទៀតបាទពុកម៉ែបងប្អូនបាទចំពោះត្រីនេះផងដែរខ្ញុំទិញត្រីកាហាមកបាទដើម្បីយកមកបន្លាពុកម៉ែបងប្អូនឥឡូវនេះយើងលាងសម្អាតឲ្យស្អាតតែម្ដងបាទគឺយើងសម្អាតពោះត្រីឲ្យអស់ខ្លាញ់តែម្ដងបន្ទាប់មកចាំយើងយកបាសសម្រស់ទឹកឲ្យវាដាច់ទឹកបន្ទាប់មកយើងយកទៅបាសប្រឡាក់បាទឥឡូវនេះត្រីយើងបានលាងរួចរាល់ហើយពុកម៉ែបងប្អូនបាទអញ្ចឹងយើងស្រង់វាដាក់សម្រស់ទឹកមកដើម្បីយកទៅទុកប្រឡាក់បាទបាទបន្ទាប់ពីយើងលាងត្រីរួចរាល់ហើយឥឡូវយើងមកចាប់ផ្ដើមបាទផ្សំគ្រឿងបាទលាយគ្រឿងពុកម៉ែបងប្អូនដើម្បីប្រឡាក់ត្រីផងដែរបាទចំពោះលាយគ្រឿងបាទគឺខ្ញុំមានបាទទឹកប្រេងខ្យងបាទមានប៊ីចេងបាទមានអំបិលរ៉ូឌីបាទចំពោះខ្ញុំអត់ដាក់ស្ករទេពុកម៉ែបងប្អូនប្រឡាក់ត្រីបាទចំពោះបងប្អូនដែលចូលចិត្តស្ករអាចដាក់ស្ករបានបាទចំពោះខ្ញុំគឺអត់ប្រើស្ករទេបាទចំពោះត្រីគឺយើងបាទយើងប្រឡាក់ឲ្យវាសប់មកបាទគឺយើងច្បាច់ចុះឡើងដើម្បីឲ្យវាបាទសប់សាច់ហ្នឹងពុកម៉ែបងប្អូនបាទកាលណាយើងប្រឡាក់សប់សាច់ទៅវាចូលជាតិហើយធ្វើឲ្យសាច់ត្រីរបស់យើងបានរឹងបានល្អបាទចំពោះបងប្អូនណាដែលមិនទាន់បានចុច Subscribe បាទអាចជួយបាទចុច Subscribe ខ្ញុំបាទផងដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំបាទក្នុងការផលិតវីដេអូជូនពុកម៉ែបងប្អូនដើម្បីទស្សនាផងដែរបាទបាទបន្ទាប់ពីយើងប្រឡាក់ត្រីរួចរាល់ហើយយើងទុកត្រីចោលប្រហែលជា15នាទីបាទមុននឹងយកទៅចៀនបាទបន្ទាប់មកទៀតយើងបាទរៀបចំបាទជ្រក់ត្រសក់ហើយនឹងជ្រក់ស្ពៃផងដែរបាទចំពោះខ្ញុំជ្រក់ស្ពៃគឺខ្ញុំហាន់ឲ្យតូចៗបាទដើម្បីងាយស្រួលក្នុងការហូបផងដែរបាទឥឡូវនេះយើងផ្សំគ្រឿងជ្រក់ស្ពៃនិងជ្រក់ត្រសក់របស់យើងបាទចំពោះគ្រឿងបាទយើងដាក់បាទមានប៊ីចេងមានស្ករមានបាទតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបាទប៊ីចេងស្ករបាទហើយនឹងម្ទេសផងដែរបាទចំពោះបងប្អូនដែលមិនចូលចិត្តម្ទេសឬក៏មិនចេះញ៉ាំម្ទេសទេបាទមិនបាច់ដាក់ក៏បានចំពោះខ្ញុំបាទគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំបាទបន្ទាប់ពីយើងផ្សំគ្រឿងរួចរាល់ហើយពុកម៉ែបងប្អូនយើងច្បាច់ច្បល់វាចុះឡើងទៅពុកម៉ែបងប្អូនបាទដើម្បីឲ្យវាសប់បាទបន្ទាប់មកទៀតគឺយើងចាក់ជ្រក់ត្រសក់ចូលគ្នាលាយគ្នាតែម្ដងបាទ
បាទចំពោះជ្រក់ត្រសក់នេះផងដែរនិងជ្រក់ស្ពៃបាទបន្ទាប់ពីយើងបាទច្បល់ចុះឡើងបាទវាសពគ្រឿងហើយឥឡូវយើងយកជ្រក់ត្រសក់ហ្នឹងគឺទៅក្លាសសេតែម្ដងពុកម៉ែបងប្អូនបាទយើងយកទៅក្លាសសេទុកចោលពុកម៉ែបងប្អូនដើម្បីឲ្យវាត្រជាក់ទៅញ៉ាំទៅគឺឆ្ងាញ់តែម្ដងពុកម៉ែបងប្អូនបាទឥឡូវនេះយើងងាកមកបាទដាក់ខ្ទះបាទដាក់ខ្លាញ់ដើម្បីបាទចៀនត្រីតែម្ដងបាទកុំឲ្យខាត់ពេលវេលាខ្លះរីករាយមើលបាទចំពោះត្រីចៀនគឺយើងកុំបើកភ្លើងខ្លាំងពេកពុកម៉ែបងប្អូនបាទយើងបើកមកល្មមបាទកុំឲ្យខ្លោចត្រីបាទបាទពុកម៉ែបងប្អូនឥឡូវនេះត្រីចៀនរបស់យើងបាទគឺឆ្អិនរួចរាល់ហើយបាទឥឡូវយើងយកមកដាក់បាទគៀនឆ្នាំងដើម្បីសម្រោះខ្លាញ់ចេញផងដែរបាទបន្ទាប់ពីយើងចៀនឆ្អិនរួចរាល់ហើយឥឡូវយើងចាប់ផ្ដើមបាទយកដាក់ចានហើយបាទនេះគឺចំពោះត្រសក់ហើយនឹងជ្រក់ស្ពៃដែលខ្ញុំបានលាយបាទឥឡូវនេះខ្ញុំបានបង្ហាញជូនពុកម៉ែបងប្អូនហើយនឹងត្រីចៀនមិញហ្នឹងបាទគឺយើងបានចៀនរួចរាល់ហើយបាទជាចុងបញ្ចប់ក៏សូមអរគុណច្រើនពុកម៉ែបងប្អូនចំពោះការទស្សនាបើមានកន្លែងណាខុសឆ្គងបាទសូមអធិស្ឋានអភ័យទោសដល់ខ្ញុំបាទផងសូមអរគុណច្រើន